ชีวิตរបស់យើងម្នាក់មិនវែងទេកុំខំប្រឹងខ្ជះខ្ជាយចំណាយពេលវេលាដ៏តិចតួចនេះយកទៅឆ្លោះប្រកែកគ្នាខឹងស្អប់គ្នាប្រកាន់មើលងាយគ្នានិយាយទេឌីលប្រមាថបៀតបៀនគ្នាច្រើនពេកត្រូវឆ្លាតចេះចំណាយពេលឲ្យមានតម្លៃឲ្យស្មើតម្លៃជីវិតយើងដែលត្រូវលះបង់គ្រប់វិនាទីត្រូវដូរគុណធម៌ល្អៗយកមកវិញតើនៅមានជីវិតត្រូវចេះមើលថែរក្សាគ្នាស្រឡាញ់រាប់អានគ្នាផ្ដល់កិត្តិយសសេចក្តីសុខសេចក្តីថ្លៃថ្នូរឲ្យគ្នាអ្វីគួរអត់ធន់អត់ឱនឲ្យបានគួរអត់ធន់អត់ឱនឲ្យអ្វីគួរមេត្តាឲ្យបានគួរមេត្តាឲ្យអ្វីគួរសន្តោសបានគួរសន្តោសអ្វីគួរយោគយល់គួរយោគយល់អ្វីល្អគួរធ្វើគួរប្រាប់គួរគិតគូរឲ្យគ្នាឲ្យបានតាន់ពេលកុំចាំបាត់បង់ទើបស្ដាយក្រោយសេចក្តីសុខចម្រើនប្រយោជន៍និងភាពស្មោះត្រង់និងកម្លាំងចិត្តត្រូវចេះផ្ដល់ឲ្យគ្នាតែកុំចង់ចាញ់ឈ្នះគ្នាប្រឹងដណ្ដើមគ្នានៅរបស់គ្មានតម្លៃគ្មានប្រយោជន៍ត្រូវព្យាយាមរៀនរស់នៅជាមួយគុណធម៌មានតម្លៃគឺទានសិលសមាធិនិងវិបស្សនាទើបទទួលបានសេចក្តីស្ងប់សុខ